đây vô ngọc này là ngày chắc ở tập từ sạm ní Oppo A17 បញ្ហារបស់វាគឺរក Play Store អត់ឃើញហ្នឹងបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលប្រើសុកបាត់ Play Store បាត់អីអញ្ចឹងបងប្អូនអាចសាកតាមវិធីនេះបានអានេះសំបីតែខ្ញុំ search នៅក្នុងនេះក៏អត់មានដែរវាអត់ឃើញដូចទូរស័ព្ទនេះបិទ Play Store អត់ឲ្យយើងប្រើអញ្ចឹងណាអូខេឈប់ឥឡូវខ្ញុំមករកជាមួយនឹង Play Store អត់មានទេបងប្អូនចឹងសម្រាប់ YouTube ឬក៏អីនេះគឺយើងប្រើបានធម្មតាទេប៉ុន្តែយើងត្រូវការ download កម្មវិធីផ្សេងយើង download បានទេព្រោះអត់មាន Play Store អញ្ចឹងដើម្បីអាចបើក Play Store វិញបានយើងចូលមកកាន់ setting ទូរស័ព្ទរបស់យើងមកតោះមកយើងធ្វើការអូសមករកពាក្យថា app នេះបងប្អូនចុចទៅលើ app មកអូខេនេះចុចទៅលើពាក្យថា app ហ្នឹងមកអូខេបន្ទាប់មកបងប្អូនមករកពាក្យថា app management នេះអូខេឈប់សុំបងមកយកពាក្យថា app management នេះមកចុចលើវាតមកបងប្អូនធ្វើការអូសមករក app របស់យើងមកបងប្អូននឹងឃើញនេះ Google Play Store ហ្នឹងហើយចឹងបងប្អូនចុចទៅលើ Google Play Store ហ្នឹងមកដល់ត្រង់នេះបងប្អូនយកពាក្យថា enable នេះចុចទៅលើវាអូខេអញ្ចឹងបងប្អូនបើក Play Store យកមកប្រើប្រាស់វិញបានហើយណាអូខេឥឡូវយើងមករក Play Store របស់យើងនេះអញ្ចឹងបងប្អូននឹងឃើញមាន Play Store វិញហើយយើងចូល Play Store របស់យើងវិញមកអូខេអញ្ចឹងយើងអាចប្រើប្រាស់ Play Store បានធម្មតាអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត